សូមស្វាគមន៍ត្រឡប់មកវិញជាមួយ Kimchi Flex ដែលថ្ងៃនេះផងដែរ admin សូមជូនអ្នកទាំងអស់គ្នាជាមួយនឹងរឿង Voice episode ទី14ដែលសម្រាប់ episode ទី14នឹងផងដែរបើកវគ្គមកភ្លាមយើងឃើញថាឥឡូវនេះខ្វាន់ជូជាមួយនឹងជីនយកគឺកំពុងតែត្រូវមាត់របស់ប្រធានហើយដែលសម្រាប់ការត្រូវមាត់នោះផងដែរគឺដោយសារតែពួកគេនឹងគឺហៅមេខាង Sangwon Express ដែលមានឈ្មោះថា Moteku នឹងមកកាន់ប៉ុស្តិ៍ប៉ូលីសដោយពេលនោះគឺគោលបំណងរបស់ពួកគេគឺហៅ Moteku នឹងដើម្បីបំភ្លឺរឿងក្តីអញ្ចឹងទៅដែលភ្លាមនោះ Moteku ឃើញអញ្ចឹងគេដើរតួជាតួចិត្តល្អអញ្ចឹងទៅគេក៏បានប្រាប់ថាអត់អីទេកុំជេរពីអ្នកនោះអីបន្តមកទៀតគេក៏បានចង់ទៅចាប់ដៃរបស់ខ្វាន់ជូប៉ុន្តែខ្វាន់ជូរបស់យើងចម្លែកមែនតែនគឺគាត់ឈរថ្មឹងនៅនឹងហាក់ដូចជាគាត់នឹងនឹកឃើញរឿងអីមួយអញ្ចឹងដែលការប៉តើណាទាំងអស់គ្នាខ្វាន់ជូឈរថ្មឹងអញ្ចឹងដោយសារតែសម្លេងរបស់ម៉ូថេគូនឹងគឺដូចជាឃាតករដែលបានសម្លាប់ឪពុកនាងអញ្ចឹងឯងចង់ទៅធ្វើឲ្យនាងភាំងស្មារតីហើយអត់ដឹងថាត្រូវធ្វើយ៉ាងម៉េចសមទេបន្ទាប់ពីម៉ូថេគូបានចាញ់ទៅខ្វាន់ជូក៏បានងាកទៅប្រាប់ជីនយកភ្លាមតែម្ដងថានាងច្បាស់ហើយម្នាក់នោះគឺជាឃាតករដែលសម្លាប់ប្រពន្ធរបស់ជីនយកហើយនឹងឪពុករបស់នាងនឹងឯងហើយនាងក៏បានប្រាប់ជីនយកថាសម្រួលអារម្មណ៍សិនទៅកុំតន់អាចធ្វើអីប៉ុន្តែជីនយកគឺគាត់អត់ស្ដាប់ទេម៉ូថេគូចេញមកក្រៅស្រាប់តែគេនឹងកំពុងតលាគ្នាជាមួយនឹងមេប៉ូលីសបេបន្តមកទៀតជីនយកក៏មកដល់ដែរហើយគេក៏បានស្រែកក្តែងតែម្ដងថាអាចង្រៃបន្តមកទៀតក៏បានបតាយបតបអញ្ចឹងទៅបន្ទាប់ពីបតាយបតបហើយដោយសារតែកូនចៅរបស់ម៉ូថេគូអីនៅនឹងច្រើនដែរពេលហ្នឹងជីនយកក៏បានសួរទៅកាន់ម៉ូថេគូតែម្ដងថាឯងនឹងមែនគឺជាឃាតករហើយឯងនឹងមែនគឺជាអ្នកដែលបញ្ចេញសម្លេងពីចង្ការរបៀបថាសគឺថ្មិញឬក៏យើងអាចនិយាយបានថាបញ្ចេញសម្លេងពីធ្គាមហ្នឹងអ្នកទាំងអស់គ្នាឃើញជីនយកបង្កចំនួនចឹងហើយម៉ូថេគូក៏បានដៃគេក៏បាននិយាយថាលោកប៉ូលីសបើសិនជាលោកធ្វើបាបសាមញ្ញជនអញ្ចឹងលោកក៏ប្រយ័ត្នមានបញ្ហាទៅជីនយកអត់ខ្លាចទេអ្នកទាំងអស់គ្នាគាត់ក៏បានតទៅវិញថាកុំភ័យអីយើងមានគំនុំជាមួយនឹងឯងច្រើនណាស់យើងនឹងព្យាយាមប្រមូលផុសតាំងទាំងអស់ហើយញាត់ឯងចូលគុកជាមិនខានទេម៉ូថេគូឃើញអញ្ចឹងហើយគេក៏បាននិយាយទៅកាន់ជីនយកថាជីនយកអត់យល់ទេព្រោះគេមិនដែលបានធ្វើបាបអ្នកណាទេលឺអញ្ចឹងហើយជីនយកក៏បានសើចហើយគាត់ក៏បាននិយាយថាឯងពូកែក៏ហក់ម្លេះការពិតឯងធ្លាប់ធ្វើបាបអ្នកដទៃជាច្រើនលើកច្រើនសារមកហើយបើមិនជឿទេឥឡូវឯងខឹងខ្លាំងណាស់ត្រូវអត់មិនម៉ាសាក់ធ្វើបាបខ្ញុំលងមើលទៅឃើញថាម៉ូថេគូរៀងខឹងខ្លាំងជីនយកក៏បាននិយាយបន្តរបៀបថាដូចជាចាក់សាំងលើភ្លើងអញ្ចឹងឲ្យម៉ូថេគូនឹងរត់តែខឹងខ្លាំងទៀតបន្ទាប់មកក៏បាននិយាយថាម៉េចខឹងមែនឥឡូវបញ្ចេញកំហឹងឯងមកឯងធ្លាប់បញ្ចេញតាមរយៈអីធ្វើអញ្ចឹងដោយតែឯងធ្លាប់ធ្វើមកលឺអញ្ចឹងហើយម៉ូថេគូខឹងរត់តែខ្លាំងជីនយកឃើញអញ្ចឹងគឺរត់តែឌឺទៀតគេក៏បានយកកំភ្លើងចេញមកឌឺដែលអ្នកទាំងអស់គ្នាក៏ប៉ុតទៅកន្លែងហ្នឹងជីនយកចង់សម្ដៅថាអញ្ចេះម៉ូថេគូហ្នឹងរត់ដងខឹងគេគឺសម្លាប់គេចឹងឥឡូវហេតុអីខឹងជីនយកមិនក៏មិនសម្លាប់គេទៅបន្ទាប់ពីជំនួសជាមួយនឹងជីនយកហើយឥឡូវម៉ូថេគូក៏បានត្រឡប់ទៅវិញដែលនៅពេលនោះខ្វាន់ជូក៏បានមកដល់ដូចគ្នាហើយខ្វាន់ជូក៏បាននិយាយលាទៅកាន់ម៉ូថេគូហើយក៏បានប្រាប់ទៅគេដែរថាជួបគ្នាពេលក្រោយម្ដងទៀតលើក្រោយលោកឯងមិនអាចដើរចេញពីទីនេះបានទេម៉ូថេគូមិនទាន់បានទៅបាត់ផងអាលោកប៉ូលីសបេឬក៏មេចិត្តអាក្រក់ហ្នឹងក៏បាននិយាយទៅកាន់ខ្វាន់ជូថានាងប្រកាសជាស្ដាយក្រោយនៅទង្វើដែលនាងបានធ្វើមិនខានទេបន្តិចទៀតហ្នឹងនៅក្នុងវគ្គបន្តមកទៀតនេះយើងឃើញថាម៉ូថេគូបានមកជួបក្រុមក្តីកម្រិតធ្ងន់ដែលនៅពេលនោះផងដែរពួកគេបានសួរចម្លើយគាត់តាក់ទងជាមួយនឹងម្ចាស់ក្លឹប Fantasy ដែលគាត់គឺជាម្នាក់ស្រីមួយដែលមានឈ្មោះថាចាំង QR នឹងហើយមូលហេតុដែលត្រូវសាកសួរនឹងគឺដោយសារតែចុងក្រោយដែលចាំង QR នឹងមុនស្លាប់គឺគាត់បានជួបជាមួយនឹងម៉ូថេគូនឹងក្រោយគេបង្អស់ដែលនៅពេលនោះផងដែរម៉ូថេគូក៏បាននិយាយថាពេលហ្នឹងចាំង QR ហ្នឹងអត់បាននិយាយអីជាមួយគេទេគ្រាន់តែយកស្រាក្រហមមកហើយក៏បានត្រឡប់ទៅវិញបន្តមកទៀតក្រុមប៉ូលីសក៏បានសួរគេតាក់ទងជាមួយនឹងណាំសាំងទេគេគ្រាន់តែឮឈ្មោះនឹងភ្លាមគេក៏បានធ្វើជាធម្មតាហើយក៏បាននិយាយថាគេជាមួយនឹងណាំសាំងទេហ្នឹងអត់មានស្និទ្ធស្នាលអីទេ
គ្រាន់តែថាធ្លាប់ធ្វើការជាមួយគ្នាខ្លះព្រោះថាគេគឺជួលតកងឡានពីក្រុមហ៊ុន GP Development របស់ណាំសាំងតេនឹងមកជីនយកជាមួយនឹងខ្វាន់ជូគ្រាន់តែលើការសួរចម្លើយហ្នឹងគេក៏បាននិយាយគ្នាខ្សឹបថាអត់ស្គាល់ណាំសាំងតេទៀតបើសិនជាអត់មានឪគេជាមួយនឹងណាំសាំងតេហ្នឹងគេប្រហែលជាបលីចាប់ក្បាលបានតាំងពីយូរណាស់មកហើយខ្វាន់ជូឃើញអញ្ចឹងនាងក៏បានគិតថាម៉ូថេគូហ្នឹងគឺប្រកាសណាស់ជាយកប្រយោគពីគម្ពីរមកហើយយកមកប្រើប្រាស់ហ្នឹងព្រោះគិតថាខ្លួនឯងហ្នឹងគឺជាព្រះរបៀបថាជាឃាតករដែលប្រើអំណាចអញ្ចឹងណាហើយខ្វាន់ជូក៏បានគិតថាម៉ូថេគូហ្នឹងគឺជាឃាតករដែលសាហាវណាស់ព្រោះថាគេចូលចិត្តប្រើអំណាចរបស់គេមកសម្លាប់មនុស្សបន្ទាប់ពីការសួរចម្លើយហើយម៉ូថេគូក៏បានប្រាប់ទៅប៉ូលីសថាគេគឺពិតជាបានសារភាពអស់ហើយគេគឺពិតជាស្មោះត្រង់ណាស់គេមិនបាននិយាយកុហកអ្វីទាំងអស់ដែលនៅពេលដែលគេទៅបាត់ប៉ូលីសជូងគេក៏បាននិយាយថាមើលទៅម៉ូថេគូហ្នឹងគឺពិតជាអត់មានអីទេគឺធម្មតាគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះហើយដល់ពេលខ្ញុំហាក់វិញឮអញ្ចឹងគេក៏បាននិយាយថាមានមនុស្សឈួតឯណាសរសេរលើក្បាលថាខ្លួនឯងជាមនុស្សឈួតសំបីតែចោលលើផ្លូវបើសិនជាលួចអីហើយក៏អត់បានដើរទៅប្រាប់នរណាថាខ្លួនឯងចោលដែរជួងគេលើអញ្ចឹងអត់អស់ចិត្តទេនៅតែតវ៉ាជាមួយនឹងប្រធានក្រុមថាបងប៉ុន្តែបើសិនជាក្នុងករណីដែលគេធ្វើខុសគេប្រកាសជាមិនមកប៉ុស្តិ៍ប៉ូលីសដើម្បីបំភ្លឺព័ត៌មានចឹងទេក្នុងវគ្គបន្តមកទៀតយើងឃើញថាម៉ូគីប៊ូមដែលជាឪពុករបស់ម៉ូថេគូគឺបានខលមកដែលនៅពេលដែលគេខលមកហ្នឹងគឺគេខលមកដៃស្ដាំរបស់ម៉ូថេគូហើយនៅពេលនោះផងដែរគឺគេចង់ដឹងតាក់ទងជាមួយនឹងព័ត៌មានពីខ្វាន់ជូហើយនឹងជីនយុកដែលនៅពេលនោះដៃស្ដាំក៏បានប្រាប់ទៅថាហ្នឹងហើយអញ្ចឹងជីនយកជាមួយនឹងខ្វាន់ជូនឹងងាយគឺមានឪពុកក៏ដូចជាប្រពន្ធដែលត្រូវបានម៉ូថេគូនឹងសម្លាប់លឺអញ្ចឹងហើយតាម៉ូគីប៊ូមនឹងក៏បានខលទៅកាន់លោកប៉ូលីសបេម្ដងទៀតដោយប្រាប់ថាជីនយកនឹងគាត់ដឹងហើយការពិតទៅគឺចង់បានលុយរបស់ថេគូហើយអញ្ចឹងទៅឥឡូវនឹងឲ្យប៉ូលីសបេនឹងនៅឲ្យស្ងៀមទៅគេនឹងបញ្ជូនលោកព្រះរាជអាជ្ញាទៅចាត់ចែងអ្នកទាំងអស់គ្នាឥឡូវយើងទៅមើលម៉ូថេគូវិញតឹមតែចេញពីប៉ុស្តិ៍ប៉ូលីសហ្នឹងគេឥឡូវហ្នឹងបែរជាមានអារម្មណ៍ថារីករាយសប្បាយចិត្តរំភើបអមែនតែនព្រោះគេគិតថាឥឡូវហ្នឹងដល់វេនត្រូវសម្លាប់ជីនយកជាមួយនឹងខ្វាន់ជូហើយគេក៏បាននឹកគិតថាគួរតែសម្លាប់អ្នកណាគេមុនដែលកំពុងតែគិតសុកហ្នឹងក៏នឹកឃើញរឿងពីមុនហើយដោយសារតែខ្វាន់ជូការលើកមុនហ្នឹងគឺគេបានឮសំឡេងរបស់ម៉ូថេគូនឹងនៅពេលដែលសម្លាប់ឪពុករបស់គេចឹងម៉ូថេគូនឹងក៏គិតថាមិនម៉ាសម្លាប់ខ្វាន់ជូមុនទៅអ្នកទាំងអស់គ្នាវគ្គបន្តមកទៀតនេះគឺព្រះរាជអាជ្ញាបានមកដល់ប៉ុស្តិ៍ប៉ូលីសរបស់ជីនយុកនិងខ្វាន់ជូហើយឥឡូវហ្នឹងពួកគេកំពុងតែប្រម៉ែប្រមូលអេវ៉ាន់ដើម្បីយកទៅពិនិត្យដែលនៅពេលនោះគេក៏បានចាប់ជីនយុកដែរដែលការចាប់នោះផងដែរគឺពីបទវាយប្រហារជនជាប់ចោទនិងទទួលសំណូកអ្នកទាំងអស់គ្នាឥឡូវយើងទៅមើលខ្យងហាក់ជាមួយនឹងជីនយុកវិញដែលនៅពេលដែលជួបគ្នាហ្នឹងខ្ញុំហាក់ក៏បាននិយាយថាហ្នឹងហើយលើកមុនឯងប្រាប់ខ្ញុំថា Desik បានលើខ្ញុំខលជាមួយនឹងពួកចិត្តអាក្រក់ប៉ុន្តែខ្ញុំគិតម្ដងទៀតហើយថ្ងៃនោះខ្ញុំអត់បានខលទៅអ្នកណាគេទេចង់ឯងគួរតែប្រយ័ត្នជាមួយនឹង Desik ផងជីនយកលឺអញ្ចឹងគាត់ពិតជាចម្លែកអារម្មណ៍ខ្លាំងមែនតែនប៉ុន្តែគាត់អត់ទាន់បានធ្វើអីទេហើយហ្នឹងហើយអ្នកទាំងអស់គ្នាមូលហេតុដែលខ្ញុំហាក់បារម្ភដែរហ្នឹងគឺដោយសារតែឪពុកបោះ Desik នឹងគឺគាត់ធ្វើការជាអ្នកបើកបរឲ្យក្រុមហ៊ុន Sungwon Express នឹងឯងដែលជាក្រុមហ៊ុនដែលម៉ូថេគូកាន់នឹង admin ធ្លាប់តែទុកចិត្ត Desik ប៉ុន្តែឥឡូវបែរជាមានរឿងគួរឲ្យចម្លែកគួរឲ្យសង្ស័យចុះអ្នកទាំងអស់គ្នាទុកចិត្ត Desik ដែរអត់ទេអ្នកទាំងអស់គ្នាឥឡូវយើងទៅមើលវគ្គគ្រួសាររបស់ Desik បន្តិចវិញឥឡូវនេះយើងឃើញថាឪពុករបស់ Desik កំពុងតែនៅក្នុងមន្ទីរពេទ្យដែលអត់ទាន់ដឹងថាគាត់កើតអីទេហើយនៅពេលនោះគាត់បាននិយាយថាគាត់ចង់ទៅអរគុណជីនយកខ្លាំងមែនតែនប៉ុន្តែ Desik អ្នកទាំងអស់គ្នាបែរជាច្រឡោតទៅវិញអត់ដឹងថាកើតអីទេហើយមូលហេតុដែលប៉ារបស់ Desik ចង់ទៅអរគុណជីនយកហ្នឹងគឺដោយសារតែជីនយកធ្លាប់ជួយគ្រួសារគេតាំងពីមុនមកហើយសូ
bay tai bẩn tốc bẩn tí pet đại cọtกับปงตัดหนาเนยง่าก็เจี๊ยบรรทบแต่จินยกช่วยได้ให้บัดเดสิกระบอยยังว่าเนี่ยเมื่อเตอเรียงสำลายได้แอดมินก็ทากวได้อาหนึ่งลุยช่วยกรมโฮดบอโมเทกูเหมือนดังพองนักเครื่องแวบบรรทบมาเตียนี้ยังเคยท้าจินยกก้ากอดกับแบนข้อแต่การโมเทกูให้โมเทกูกับแบนปรับกอดแท้เหลือนั่งง่าคือแกกับปงแต่หยอรูปทอดแต่ซองเว้นลื่นจังแกกับแบนดังไงถ้ารูปทอดนู้คือจะรูปทอดระบอกฟอนจูนั่งởปกเกจังง่าเกคลายฟอนจูเมียนโกรธนะกับแบนข้อแต่ปรับฟอนจูเพลียมฟอนจูลื่นจังฮาวย่าเนียงเพย์เหม็นแตนปอนตายเนียงเหมือนตอนบานเฟอไอพ้องสับแต่หรือโซ่สำหรับเจิ้งบานบอดอแต่ฮาวได้มาเนี่ยนู้คือเมียนเรียงประมาณไปให้เจียมมาไหมแปดซับฮาวแกมกจมูกนั่งดมได้พองได้ลือโซ่สำหรับเจิ้งรถแต่เจ็ดควันจูกับแบนเอาแต่กันทวีได้เนเปนูฮาโมเทกูกับแบนเอาเมื่อตามจนหลอดเฟียนุโดยขณีพวกแกกับแบนปากพเนตขณีเด็ดเฟยควันจูนั่งรถแต่เพยดับเปโมเทกูวันคนจังไงอัดเมียนเพยอัดเมียนเอเต้บ้าเจ็ดซอยสับบ้าตัวเวินบรรทบไปหนูมอกโมเทกูว่ากับแบนจะสำเล้งดอกบอกควันจูนั่งได้เจี๊ยสำเล้งดอกบอกเกในใหญ่จมวยหนึ่งโมเทกูนั่งนึกนองทายเดโมเทกูนั่งสำหรับปกดอกบอกเกได้สำหรับสำเล้งนูพองได้คือบานบัดยูไฮอัดเมียนผลิตหน้าดอกเคินเต้ลื่นจังไฮเนียงกับแบนปรับตะจินยกกับแบนเอาเนี้ยสำรวจอารมณ์หายปรับแท้กลุ่มวีประหาเกมมุนประหยัดเมียนกรูทนะบรรทบมาเตียนี้ยังเคยทาจินยกกับแบนมาดอบเตี้ยระบอกฟอนจูจมวยนังผลิตปีใบเนี้ยเตียดด้านเปนว่าเคยทาโมเตกูบานตักบาดให้บรรทบมอกับเมียนบรรซอตกกระโดมวยในมุกเตี้ยระบอกฟอนจูได้กระโดนูพองได้คือจีรุปทอดระบอกฟอนจูนังปกระบอกเกนังเองจิจังบรรจบในเอพิโซดที่ดับบุญดับบอยังเคยท้าดอยซาตายกรมฮนซังวอนเอ็กซ์เพรสนงาเมอเตอร์ปะปะแมนเตนจังเตอร์ปลอดเทียนอัดแบนอันหน่อยเอาเนี่ยบากบอหลานกรงนั่งโดก่องล้านก็โดยจีปนิดมือปรางเตเฮายังเหมือนเติมตายปนน้อใจดอนเพลย์แต่เกจีรอดองนั่งโคดจังก็คือปวกแกเตอจีเตอเพลย์กาดได้บันดาลอ้อยเนี่ยจีหลานกรงมวยหลานนุเมียนกรุธนาจราจอทงนทงด้านนักนองนูเมียนตังโกนขมเองเมียนแตงมนุษย์จ้าก็โดยจีสตรีเมียนเตยปัวเตียดพองได้จีจ้องเหมือนจอบพองได้เนยไปแต่ล้านนูก็หลับหายพองได้เมียนสตรีเมียนเตยปัวเหมือนเนี้ยได้จีจนรองกรัวนังก็บ้านคอแต่การปนลีดันเนี่ยได้เลือกตู้ระซับนูพองได้คือจีควอนจูระบ่อเยิงนั่งเองจีจ้องเหมือนจอบในสายเรื่องยังเคยทาควอนจูว่าบันดับลือสำเร็จระบ่อลานกรองนูได้ลานกรองคือก่อมปงแต่เล็ดแย่เตียดพองได้บัดเส้นจีเหมือนจุยจนรองกรัวบานตอนเปลเต้ลานนูประกอบหน้าอาจหนึ่งประตูพองได้จีจ้องเหมือนจอบแอดมินปัจจัยอากนนาต่างออกคเนียคลังเหมือนแต้นได้แต่งแต่ตัวสแนจมวยหนึ่งกิมชีฟลัดอากนจาน